គាត់ទេខ្ញុំនិយាយប៉ុណ្ណឹងខ្ញុំអត់ដែរបានแชร์បញ្ជាន់បលិចគាត់អីទេចាថាយគាត់ទេខ្ញុំនិយាយត្រង់ណាតែពេលដែលខ្ញុំបានជួបប្រពន្ធគាត់លើកចុងក្រោយដែលខ្ញុំហៅគាត់មកប្រម៉ូទផលិតផលរបស់ខ្ញុំនៅខលវីដេអូរួមគ្នាខ្ញុំដឹងពីអត្តចរិតរបស់ប្រពន្ធគាត់ជីច្រើនតែគាត់អត់ដែរនិយាយអីទេគាត់មានតែតសើប្តីគាត់ចាគាត់នៅតែប្រើពាក្យថាស្រឡាញ់ហើយមួយទៀតអូនកំណត់ស្មានថាប្រពន្ធអូនឯងមកនិយាយអាក្រក់ពីអូនឯងមកប្រាប់បងអូនគិតថយហើយខ្ញុំបានស្គាល់ប្រពន្ធគាត់ថ្ងៃចុងក្រោយនេះគឺខ្ញុំមានអារម្មណ៍ថាចេះគាត់ដូចជាអត់អីទេមិនដឹងថាគាត់កំដែងធ្វើអត់អីឬក៏យ៉ាងម៉េចហើយពេលដែលអូនឆាតមកបងស្ដាប់សំឡេងអូនហើយបងយល់ឃើញថាបងអត់គួរស្អប់ស្រីមីទេបងអត់គួរខឹងស្រីមីពេលដែលស្រីមីជួបរឿងពីមុនមកទេយល់បងនិយាយហ៎អញ្ចឹងអូនឯងត្រូវដឹងខ្លួនបើសិនជាអូនស្រឡាញ់ប្រពន្ធអាដិតប្រពន្ធអូនមនុស្សធ្លាប់ដេកអោបគ្នានៅក្នុងក្រុមយល់ទេអូនគួរតែបើកផ្លូវឲ្យគាត់ដើរតែល្អមិនមែនអូនធ្វើបែបហ្នឹងយល់បងនិយាយអត់អញ្ចឹងរឿងគ្រួសារអូនបងអត់ទៅខ្វល់ច្រើនទេព្រោះជារឿងដៃគូជីវិតតែគាត់ថាបើអូនលើកឡើងនិយាយតតែអា TikTok ផងអា Live ផងអត់ដឹងថាអូនកំពុងតែឆ្លក់វង្វេងបញ្ជូនៅលើខ្លួនឯងកំពុងថាអូអញថតអីក៏គេមើលអញថតអីក៏គេទៅសារអាហ្នឹងអូនគិតខុសហើយចាអូនគិតខុសហើយយល់ទេថាលេខបានវីដេអូយ៉ាគុំមនុស្សត្រូវតែស្គាល់ខ្លួនឯងឲ្យបានច្រើនអូនវីដេអូការល្បីអត់មានការថិតថេរទេត្រូវដឹងខ្លួនឯងចាគិតខុសហើយកុំចេញមកតឹងតែងបើយើងដឹងថាខ្លួនឯងជាអ្នកណាហើយយើងត្រូវទទួលស្គាល់ការពិតយល់អត់កុំអាងមានអីគេមានតែ TikTok មាន page ចង់ធ្វើអីក៏បាននោះចាគេមានមាត់ដូចគ្នាគេត្រូវការបកស្រាយដូចគ្នាយល់អត់អូនឆ្លាញ់កិត្តិយសអូនបងក៏ឆ្លាញ់កិត្តិយសបងអូនឯងគ្មានមកលើកអីគេលើកវីដេអូpage របស់បងវីដេអូរបស់បងបង្ហាញនិយាយឈ្មោះបងចំអត់ត្រូវទេបើគិតពិចារណាឲ្យបានច្រើនយល់ទេបងប្អូនខ្ញុំនិយាយឲ្យបងប្អូនយល់បន្តិចណាចាខ្ញុំនិយាយឲ្យបងប្អូនយល់បន្តិចខ្ញុំមានឆាតជាសំឡេងចាំតិចណាចាំមកភ្ញៀវគាត់អស់សិនពីថាមនុស្សច្រើនទេសួស្ដីបងខ្ញុំមានឆាតជាសំឡេងជាមួយប្រពន្ធគាត់ចាហើយខ្ញុំក៏